បាទសូមគោរពជម្រាបសួរដល់ប្រិយមិត្តដែលតែងតែតាមដានស្ដាប់ជាមួយនឹងច្បីរឿងរ៉ាវជាទីមេត្រីនៅថ្ងៃនេះដែរដោយដែលប្រិយមិត្តបានជ្រាបស្រាប់ថាចំពោះរឿងក្តីរបស់តែងម៉ូនីដាគឺមានការចេញនៅដីកាសម្រេចពីតុលាការទាក់ទងជាមួយនឹងជនជាប់ចោទទាំង4រូបដែលរួមមានក្រតិសែនភីមឬក៏ហៅថាអេមជាមួយនឹងអ្នកចប់ផងដែរចំពោះរឿងក្តីរបស់តែម៉ូនីដានេះផងដែរគឺបានកន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំផងដែរហើយចំពោះនៅថ្ងៃនេះផងដែរគឺជាថ្ងៃមួយដែលតុលាការបានសម្រេចប្រកាសនៅសាលដីកាទាក់ទងជាមួយនឹងជនជាប់ចោទទាំង4រូបផងដែរហើយនៅក្នុងថ្ងៃនេះដែរក៏មានអ្នកមកចូលរួមស្ដាប់នៅសាលក្រមដីការបស់តុលាការពីក្រតិភីមសែនហើយនឹងអ្នកចប់ព្រមទាំងម្ដាយរបស់តែងម៉ូរួមជាមួយនឹងមេធាវីដេឆាផងដែរខ្លឹមសារនៃដីកាសម្រេចរបស់តុលាការបានបញ្ជាក់ផងដែរថាចំពោះក្រតិហើយនិងសែនគឺតុលាការត្រូវបានច្រានចោលពីបទចោទប្រកាន់ពីការធ្វេសប្រហែសបណ្ដាលឲ្យអ្នកដទៃបាត់បង់ជីវិតមានន័យថាអ្នកទាំងពីរគឺពុំមានកំហុសនៅក្នុងការធ្វើនៅសកម្មភាពណាមួយដែលបណ្ដាលឲ្យតែងម៉ូស្លាប់បាត់បង់ជីវិតនោះទេចំណែកឯអ្នកភីមឬអ្នកអេមវិញគឺត្រូវបានតុលាការច្រានចោលពីបទចោទប្រកាន់នៅក្នុងការផ្ដល់ព័ត៌មានคล้ายៗហើយនឹងការជួយរត់ការឲ្យអ្នកផ្សេងទៀតនឹងរួចផុតពីទោសកំហុសនៅក្នុងហេតុការណ៍ដែលណែនាំឲ្យជនសង្ស័យនៅលើទូកចូលខ្លួនទៅផ្ដាល់ចម្លើយចំពោះមុខសមត្ថកិច្ចផងដែរចំណែកឯជនជាប់ចោទម្នាក់ទៀតដែលឈ្មោះថានេចប់គឺត្រូវបានតុលាការសម្រេចដាក់ពន្ធនាគាររយៈពេល4ខែហើយនឹងពិន័យចំនួន 16,000 បាតពីបទបំផ្លាញភស្តុតាងហើយព្រមទាំងដាក់ពន្ធនាគាររយៈពេល2ខែបន្ថែមទៀតពិន័យចំនួន 8,000 បាតពីបទបោះចោលសម្រាមឬក៏វត្ថុដែលមិនល្អចូលទៅក្នុងទឹកទន្លេហើយចំពោះការអនុវត្តទោសរបស់អ្នកចប់នេះគឺត្រូវពន្យារយៈពេល1ឆ្នាំនៅក្នុងដំណើរការមកស្ដាប់នៅសាលក្រមរបស់តុលាការគឺក្រតិហើយនិងសែនក៏បានផ្ដល់នៅបទសម្ភាសន៍ដល់អ្នកកាសែតផងដែរថាពួកគេគឺរងចាំថ្ងៃនេះអស់ជាយូរមកហើយព្រោះពួកគេគឺដឹងច្បាស់ថានៅលើទូកគឺវាមានហេតុការណ៍អីកើតឡើងហើយនៅក្នុងនោះដែរលោកមេធាវីដេឆាដែលជាមេធាវីរបស់ម្ដាយតែងម៉ូក៏បានប្រាប់ទៅកាន់អ្នកសារព័ត៌មានផងដែរថាតុលាការបានប្រកាសផងដែរក្នុងទំនងថាចំពោះការស្លាប់របស់តែងម៉ូគឺកើតឡើងដោយការធ្វេសប្រហែសរបស់ខ្លួនឯងបើតាមភាសាខាងផ្លូវច្បាប់គឺមានន័យថាតែងម៉ូគឺបានដើរដោយប្រថុយប្រថានដោយខ្លួនឯងទៅក្រោយទូករហូតដល់ធ្វេសប្រហែសធ្លាក់ពីលើទូកបាត់បង់ជីវិតតែម្ដងហេតុនេះហើយទើបបានក្រតិសែនត្រូវបានរួចខ្លួនពីការចោទប្រកាន់ពីបទធ្វេសប្រហែសបណ្ដាលឲ្យអ្នកដទៃបាត់បង់ជីវិតនោះឯងចំពោះម្ដាយរបស់តែងម៉ូវិញបានប្រាប់ផងដែរថាតែងម៉ូនៅថ្ងៃនេះគឺទទួលបាននៅយុត្តិធម៌ហើយម្ដាយរបស់តែងម៉ូក៏ពុំមានបំណងនៅក្នុងការប្តឹងផ្ដាល់ឬក៏ប្តឹងឧទ្ធរណ៍បន្តទៀតផងដែរក្រតិហើយនិងសែនក៏បានបញ្ជាក់ផងដែរថាខ្លួនរងចាំមើលខាងក្រុមផ្ទះព្រះអាទិត្យខាងអាចារ្យផានថេពហើយនឹងនាយអច្ឆរិយៈរឿងរតនភងតើនឹងចេញ content អ្វីបន្ថែមទៀតព្រោះថារឿងទាំងអស់នេះត្រូវបានតុលាការច្រានចោលនៅបទចោទប្រកាន់អស់ទៅហើយពួកគេក៏រងចាំមើលពីការប្រតិកម្មពីខាងក្រុមផ្ទះព្រះអាទិត្យរបស់អាចារ្យផានថេពជាបន្តផងដែរប្រិយមិត្តជាទីមេត្រីនេះគឺជាដីកាសម្រេចនៅក្នុងជនជាប់ចោទចំនួន4រូបដែលពាក់ព័ន្ធជាមួយនឹងរឿងក្តីរបស់តែងម៉ូតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការសម្រេចដូចនេះកុំភ្លេចចូលរួម comment នៅអ្វីដែលអ្នកទាំងអស់គ្នាបានយល់ឃើញនៅក្នុង comment ខាងក្រោមហើយជួបគ្នានៅវីដេអូក្រោយទៀតច្បីរឿងរ៉ាវសូមអរគុណសូមជម្រាបលា Spotlight shining lights the stage.